បន្តទៀតបងប្អូនទាំងអស់គ្នាសម្រាប់បងប្អូនត្រៀមប្រឡងសិស្សមន្ត្រីក្រមការបងប្អូនយើងត្រៀមប្រឡងគ្រូចូលរួមមើលជាមួយខ្ញុំថ្ងៃនេះខ្ញុំចែកម្លែកពាក់ព័ន្ធនឹងប្រវត្តិសាស្ត្របាទទាំងប្រទេសកម្ពុជាយើងនិងពិភពលោកខ្លះៗខ្ញុំសង្កេតតាមដានឃើញថាការប្រឡងពាក់ព័ន្ធទៅនឹងមន្ត្រីរាជការគឺមានចេញពាក់ព័ន្ធនឹងប្រវត្តិសាស្ត្រខ្មែរច្រើនគួរសមដែរច្រើនសំណួរគួរសមដែរណាថ្ងៃនេះខ្ញុំចែកម្លែកជូនបងប្អូនយើងបន្តទៀតដែលយើងនិយាយពាក់ព័ន្ធនឹងប្រវត្តិសាស្ត្រសំណួរទី1តើគេចែកយកសម័យជាប៉ុន្មានផ្នែកអ្វីខ្លះបាទយកសម័យត្រូវបានគេចែកចេញជា3ផ្នែកធំៗឬក៏3សម័យកាលធំៗណាគឺសម័យយុគថ្មបំបែកពី600,000ឆ្នាំដល់12000ឆ្នាំមុនគ្រិស្តសករាជសម័យយុគថ្មរំលីងឬក៏សំលៀងបាទ8000ឆ្នាំដល់2000ឆ្នាំមុនគ្រិស្តសករាជនិងសម័យយុគលោហៈពី2000ឆ្នាំដល់1000ឆ្នាំមុនគ្រិស្តសករាជចាំបងប្អូនកត់ចំណាំទុកផងណាសំណួរអញ្ចឹងអីក៏អាចចេញប្រឡងផងដែរសំណួរទី2តើសម័យបុរេប្រវត្តិសាស្ត្របាទសំទោសក្នុងសម័យបុរេប្រវត្តិសាស្ត្រតើខ្មែរយើងមានជំនឿទៅលើអ្វីបាទកាលពីសម័យបុរេប្រវត្តិសាស្ត្រខ្មែរយើងមិនទាន់មានសាសនាចូលទេអញ្ចឹងយើងមានជំនឿទៅលើព្រលឹងវិញ្ញាណមានន័យថាយើងគោរពទៅលើព្រលឹងវិញ្ញាណបុព្វបុរសដូនតាបាទទៅលើដើមឈើធំអរុបអរិយអ្នកតាអីចឹងទៅណាបន្តទៀតសំណួរទី3តើនគរភ្នំត្រង់រាជធានីបាទនរវរនគរបច្ចុប្បន្នស្ថិតនៅក្នុងខេត្តណាបាទអញ្ចឹងបាទនរវរនគរស្ថិតនៅក្នុងខេត្តណាបាទអញ្ចឹងរាជធានីត្រង់ហ្នឹងគឺស្ថិតនៅក្នុងស្រុកអង្គរបូរីខេត្តតាកែវបច្ចុប្បន្ននេះបាទជាងរាជធានីនគរភ្នំបាទនរវរនគរហ្នឹងគឺនៅក្នុងស្រុកអង្គរបូរីខេត្តតាកែវបន្តទៀតសំណួរទី4តើនគរភ្នំត្រង់រាជធានីព្យាធបុរៈបច្ចុប្បន្នស្ថិតនៅក្នុងខេត្តណាអញ្ចឹងបើនគរភ្នំដដែលបាទសម័យនគរភ្នំដដែលប៉ុន្តែរាជធានីត្រង់ព្យាធបុរៈគឺស្ថិតនៅស្រុកបាភ្នំខេត្តព្រៃវែងបាទស្រុកបាភ្នំខេត្តព្រៃវែងសំណួរទី5តើក្សត្រខ្មែរដំបូងដែលបានសោយរាជនៅនគរគោកធ្លកមានព្រះនាមអ្វីអញ្ចឹងក្សត្រខ្មែរដែលសោយរាជដំបូងនៅនគរគោកធ្លកព្រះនាមថាព្រះនាងលីវយីបាទព្រះនាងលីវយីមុនឥណ្ឌាចូលមកដល់តើខ្មែរយើងមានជារដ្ឋហើយឬនៅគឺយើងមានជារដ្ឋរួចទៅហើយណាមានជារដ្ឋរួចទៅហើយអញ្ចឹងនេះសង្ខេបខ្លីៗឲ្យបងប្អូនយើងងាយចាំតាមសម័យកាលទី7បឋមក្សត្រនៃនគរភ្នំដំបូងមានព្រះនាមថាព្រះបាទហ៊ុនទៀនឬកៅណ្ឌិនទី1បាទបឋមក្សត្រដំបូងនៃនគរភ្នំតើសម័យនគរភ្នំចាប់ផ្ដើមពីឆ្នាំណាដល់ឆ្នាំណាសម័យនគរភ្នំចាប់ផ្ដើមពីឆ្នាំ50ដល់550នៃគ្រិស្តសករាជបាទនឹងសម័យនគរភ្នំចន្លោះប៉ុណ្ណាបើយើងមើលទៅគឺរយៈកាល500ឆ្នាំស្មើនឹង5សតវត្សសំណួរទី9បរិជាដែលបានរំដោះនគរចេនឡាពីចំណុះនគរភ្នំហើយបានវាយកាន់កាប់ដោយដាក់នគរភ្នំជាចំណុះវិញព្រមទាំងបានចាប់ផ្ដើមកសាងអាណាចក្រចេនឡាដំបូងគេមានព្រះនាមអ្វីបាទអញ្ចឹងបរិជាដែលបានរំដោះចេនឡាចេញពីការត្រួតត្រារបស់នគរភ្នំហើយថែមទាំងបាទវាយកាន់កាប់ដាក់នគរភ្នំជាចំណុះវិញទៀតនោះព្រះអង្គមានព្រះនាមថាព្រះបាទភវវរ្ម័នទី1បាទព្រះបាទភវវរ្ម័នទី1សំណួរទី10បាទព្រះរាជាដែលបានរំដោះចេនឡាទឹកលិចពីអំណាចជ្វានិងបានបង្រួមខ្មែរបាទយើងទាំងពីរគឺចេនឡាទឹកលិចនិងចេនឡាដីគោកហើយឈ្មោះទៅបង្កើតបាទចក្រភពអង្គរមានព្រះនាមអ្វីបាទអញ្ចឹងព្រះរាជាអង្គនោះមានព្រះនាមថាព្រះបាទជ័យវរ្ម័នទី2បាទព្រះបាទជ័យវរ្ម័នទី2បាទអញ្ចឹងថ្ងៃនេះយើងស្លេះត្រឹមប៉ុណ្ណឹងបងប្អូនខ្ញុំចែកម្លែកជូនបងប្អូនខ្លីៗថ្ងៃ10សំណួរសុំតមកវីដេអូ10សំណួរអញ្ចឹងទៅបងប្អូនយើងអាចយកទៅមើលបាទពង្រឹងសមត្ថភាពបន្ថែមបាទវីដេអូក្រោយខ្ញុំយកបន្តទៀតណាបងប្អូនហើយរកកំហុសខុសឆ្គងសូមអធិស្ឋានសម្រាប់បងប្អូនយើងដែលចង់រៀនបំពេញសមត្ថភាពប្រឡងបាទឬចង់បានឯកសារចង់បានទម្រង់តេស្តសមត្ថភាពកុំភ្លេចតាក់ទងសួរនាំមកខ្ញុំនិយាយរួមឲ្យទៅបងប្អូនមានគំនិតចង់អភិវឌ្ឍសមត្ថភាពហើយស្វែងរកអ្វីដែលបំពេញសមត្ថភាពបន្ថែមតាក់ទងមកចាំខ្ញុំណែនាំលម្អិតជូនបងប្អូនអរគុណច្រើនបងប្អូនហើយសូមសម្រាប់ប៉ុណ្ណឹងសិន